ហេតុអ្វីបានជាគ្រាន់តែយើងមានទំនុកចិត្តលើខ្លួនឯងធ្វើយើងស្រស់ស្អាតនិងមានសុភមង្គលចេញពីខាងក្នុងពីព្រោះថាការមានទំនុកចិត្តលើខ្លួនឯងវាមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាកើតឡើងពីការដែលយើងស្គាល់ខ្លួនឯងច្បាស់វាកើតពីការដែលយើងចេះគិតវិជ្ជមាននិងកើតពីការដែលយើងយល់ដឹងពីរបៀបធ្វើឲ្យខ្លួនឯងមានក្តីសុខដោយមិនពឹងផ្អែកលើអ្នកដទៃឬក៏របស់ខាងក្រៅមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងតែងតែយល់ដឹងពីរបៀបដែលធ្វើឲ្យខ្លួនឯងគ្រប់គ្រាន់ហើយមិនយកស្តង់ដារឬក៏ការកំណត់របស់អ្នកដទៃនឹងដើម្បីមកវាស់ឬក៏វាតម្លៃភាពស្រស់ស្អាតរបស់ខ្លួនឯងឡើយផ្ទុយពីមនុស្សដែលខ្វះទំនុកចិត្តលើខ្លួនឯងគឺគាត់តែងតែមើលឃើញជីវិតរបស់ខ្លួនឯងខ្វះខាតមិនថាតែចំពោះផ្នែករូបសម្រស់ឬក៏អ្វីៗដែលនៅជុំវិញខ្លួនរបស់គាត់នោះទេទាំងនេះក៏ជាហេតុផលមួយដែលមនុស្សភាគច្រើនគាត់ព្យាយាមស្វែងរករបស់ខាងក្រៅដើម្បីមកបំពេញចន្លោះប្រហោងដែលខ្វះខាតនៅក្នុងចិត្តរបស់គាត់ដោយការទៅកែសម្ផស្សឬក៏ការដែលយើងចំណាយប្រាក់ច្រើនទៅលើសម្ភារៈនិយមដើម្បីឲ្យគេមើលមកថាគាត់ជាមនុស្សដែលមានសុភមង្គលជាមនុស្សដែលស្រស់ស្អាតអីជាដើមហ្នឹងមានរឿងមួយប្រហែលជាបងប្អូនទាំងអស់គ្នាគឺសុទ្ធតែបានដឹងគ្រាន់តែបងប្អូនទាំងអស់គ្នាមិនព្រមទទួលយកវាតែប៉ុណ្ណោះគឺថាគ្មានអ្វីល្អឥតខ្ចោះនោះទេនៅលើโลกយើងនេះសូម្បីតែមនុស្សយើងសូម្បីតែសម្រស់របស់យើងសូម្បីតែអ្វីៗដែលនៅជុំវិញខ្លួនរបស់យើងគឺវាសុទ្ធតែមានផ្នែកល្អនិងផ្នែកមិនល្អទាំងអស់មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងគឺគាត់តែងតែហ៊ានទទួលយកទាំងផ្នែកល្អនិងផ្នែកមិនល្អរបស់ខ្លួនឯងខុសពីមនុស្សដែលគាត់ខ្វះទំនុកចិត្តលើខ្លួនឯងគឺគាត់តែងតែព្យាយាមចង់ឲ្យអ្វីៗគ្រប់យ៉ាងហ្នឹងល្អឥតខ្ចោះទៅតាមអ្វីដែលគាត់ចង់បានហើយលក្ខណៈពិសេសរបស់មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងមួយទៀតគឺគាត់មិនចូលចិត្តរិះគន់ឬក៏វាតម្លៃអ្នកដទៃនោះទេពីព្រោះតែគាត់មានការយល់ដឹងលើរឿងទាំងអស់នេះហើយចំពោះមនុស្សដែលគាត់ខ្វះទំនុកចិត្តលើខ្លួនឯងវិញគឺគាត់តែងតែព្យាយាមរិះគន់អ្នកដទៃដើម្បីធ្វើឲ្យខ្លួនគាត់នឹងមើលទៅគឺមានអារម្មណ៍ថាគាត់គ្រប់គ្រាន់ឬក៏ប្រសើរជាងអ្នកដទៃដូច្នេះប្រសិនបើបងប្អូនទាំងអស់គ្នាចង់ស្អាតឬក៏ចង់មានសុភមង្គលចង់មានក្តីសុខចេញពីខាងក្នុងបងប្អូនទាំងអស់គ្នាគួរតែផ្ដោតលើការកសាងទំនុកចិត្តចេញពីខាងក្នុងមិនគួរផ្ដោតលើរបស់ខាងក្រៅនោះទេហើយខ្ញុំក៏តែងតែនិយាយជាច្រើនវីដេអូរួចមកហើយថាអ្វីៗគឺចាប់ផ្ដើមចេញពីខាងក្នុងខ្លួនរបស់យើងមុនគេភាពស្រស់ស្អាតវាកើតឡើងនៅពេលដែលយើងព្រមទទួលយកខ្លួនឯងដោយមិនប្រញាប់មិនប្រឆាំងឬក៏មិនកែប្រែវាហើយទទួលស្គាល់វាថាគឺជាធម្មជាតិរបស់យើងសេចក្តីសុខនិងសុភមង្គលក៏ដូចគ្នាវាកើតឡើងពីការដែលយើងព្រមវាមិនមែនកើតឡើងពីការដែលយើងប្រឆាំងការដែលយើងចង់បានឬក៏ការដែលយើងទាមទារនោះទេការមានទំនុកចិត្តលើខ្លួនឯងក៏ធ្វើឲ្យយើងចិត្តត្រជាក់ឬក៏ចិត្តស្ងប់ជាងមុនមិនងាយខឹងមិនងាយប្រតិកម្មជាមួយនឹងពាក្យរិះគន់របស់អ្នកដទៃផងដែរដែលជាមូលហេតុមួយធ្វើឲ្យយើងមានសេចក្តីសុខនិងមានសុភមង្គលចេញពីខាងក្នុងពីព្រោះថាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងគឺគាត់មិនងាយជឿទៅតាមសម្ដីរបស់អ្នកដទៃឬក៏មិនងាយយកសម្ដីរបស់អ្នកដទៃហ្នឹងមកទុកដាក់នៅក្នុងចិត្តធ្វើឲ្យខ្លួនឯងឈឺចាប់អ្វីដែរពីព្រោះតែគេមានគំនិតដែលជារបស់ខ្លួនឯងដោយមិនទោទន់ទៅតាមគំនិតឬក៏ការរិះគន់របស់អ្នកដទៃជាក់ស្ដែងដូចជាខ្ញុំខ្លួនឯងផ្ទាល់តាំងពីចាប់ផ្ដើមធ្វើវីដេអូមកក៏ធ្លាប់ទទួលបាននូវការរិះគន់ផងដែរប៉ុន្តែខ្ញុំមិនបានឈឺចិត្តឬក៏ខ្វល់ខ្វាយជាមួយនឹងការរិះគន់ទាំងអស់នោះពីព្រោះតែខ្ញុំស្គាល់ខ្លួនឯងច្បាស់ហើយខ្ញុំដឹងពីអ្វីដែលខ្ញុំបានធ្វើថារាល់អ្វីដែលខ្ញុំបានធ្វើគឺវាកើតចេញពីការយល់ដឹងវាកើតចេញពីការស្រាវជ្រាវរបស់ខ្ញុំផ្ទាល់និយាយបែបនេះមិនមែនថាខ្ញុំមិនទទួលយកមតិរិះគន់ពីបងប្អូនទាំងអស់គ្នានោះទេខ្ញុំរីករាយនឹងទទួលយកមតិរិះគន់ពីបងប្អូនទាំងអស់គ្នាគ្រាន់តែខ្ញុំចេះជ្រើសរើសមតិដែលគាត់រិះគន់ប្រកបដោយហេតុផលឬក៏គាត់រិះគន់ដោយមានអំណះអំណាងត្រឹមត្រូវមិនមែនរិះគន់ដោយប្រើអារម្មណ៍នោះទេជាធម្មតារាល់ការនិយាយឬក៏រាល់ការសម្ដែងចេញរបស់យើងតែងតែមានមនុស្សពេញចិត្តនិងមនុស្សមិនពេញចិត្តវាគឺជារឿងធម្មតាសរុបមកវិញទំនុកចិត្តវាជួយឲ្យយើងក្លាហាននិងមានភាពជឿជាក់ចេញពីខាងក្នុងហើយយើងអាចធ្វើអ្វីដែលយើងចង់ធ្វើអាចនិយាយអ្វីដែលយើងចង់និយាយដោយមិនមានភាពភ័យខ្លាចនោះហើយជាសុភមង្គលនិងជាសេចក្តីសុខដែលកើតចេញពីទំនុកចិត្តលើខ្លួនឯង